dương ban một cái job rồi ok chẳng nè sticker set dương ban một cái job ạ miền happy miền angry miền sad crying miền shock miền ấy chẳng á chẳng ưu tiên là bởi dương ok hết dương sell sticker set mà chẳng sticker set nó cứ bía từ nóng keyboard bây giờ nàyជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលផ្សាយចេញពី Channel YouTube Galaxy Tips KA អញ្ចឹងថ្ងៃនេះដែរខ្ញុំមានមុខងារមួយដែលចង់បង្ហាញបងប្អូននៅលើ Galaxy M26 Ultra តែគេហៅថា Create Sticker បាទអញ្ចឹងយើងយករូបភាពរបស់យើងហើយយើងកែទៅជា sticker ដើម្បីយើងអាចផ្ញើបាន add ចូលក្នុង keyboard របស់យើងអញ្ចឹងណាបាទមុខងារហ្នឹងក៏របស់ AI ដែរអញ្ចឹងដើម្បីកុំឲ្យពេលវេលាស៊ីពេលយូរអញ្ចឹងបងប្អូនអាចនៅក្នុង Galaxy AI ហ្នឹងនៅក្នុង M26 Ultra ហ្នឹងបងប្អូនអូកន្លែងចំហៀងនេះណាបងប្អូនអូអាកន្លែងនេះហៅពាក្យថា Creative Studio ណានេះ Creative Studio បងប្អូនឃើញនៅកន្លែងនេះគឺ Creative Studio អញ្ចឹងបងប្អូនចុចលើហ្នឹងមកចុចលើ Creative Studio បន្ទាប់មកបងប្អូនឃើញមានច្រើន Market Drawing Style Create Sticker Create Invitation Create Greeting Card Create Profile Card អីផ្សេងៗអញ្ចឹងទៅ Create Wallpaper បាទអញ្ចឹងឥឡូវនេះថ្ងៃនេះគឺខ្ញុំចង់បង្ហាញ Create Sticker បាទ Create Sticker ដូច cute ដូចអីអញ្ចឹងណាអញ្ចឹងយើងចូលកន្លែង Create Sticker បន្ទាប់មកទៀតបងប្អូនចុច Create Sticker មកបាទអញ្ចឹងនៅកន្លែងហ្នឹងគឺយើងអាចសរសេរក៏បានតាមការចង់បានរបស់យើងឬក៏យើងអាប់ឡូតវីដេអូមួយឧទាហរណ៍ថាខ្ញុំអាប់ឡូតរូបខ្ញុំអញ្ចឹងហើយខ្ញុំសរសេរhappy face បាទខ្ញុំសរសេរ happy face អញ្ចឹងហើយខ្ញុំឲ្យវា generate ណាខ្ញុំឲ្យវា generate ជា sticker មួយសិនបានន័យថាយករូបភាពហ្នឹង generate sticker មួយសិនបន្តមកទៀតបើយើងធ្វើទៅជា sticker set បាទដើម្បីយើងអាចប្រើប្រាស់បានដូចយើងផ្ញើ sticker នៅក្នុង Messenger នៅក្នុង message នៅក្នុង Telegram អីចឹងណាអានេះគឺរូបខ្ញុំមិនខ្ញុំដាក់ sticker set កន្លែងហ្នឹងណាហើយបើសិនជាបងប្អូនអត់ចង់បានទេយើង generate one more តែអានេះគ្រាន់តែជាឧទាហរណ៍ទេអញ្ចឹងខ្ញុំគិតថាខ្ញុំចង់បានប៉ុណ្្នឹងហើយអញ្ចឹងណាតមកទៀតខ្ញុំចុចលើពាក្យឥឡូវបានតែមួយទេ sticker set ហ្នឹងគឺបានតែមួយទេអញ្ចឹងខ្ញុំចង់សុំទោះរូប sticker បានតែមួយឥឡូវខ្ញុំធ្វើទៅឲ្យវាជា set បានន័យថាមួយដុំមកកញ្ចប់របស់វាហ្មងទៅអញ្ចឹងខ្ញុំចុច generate sticker set បាទខ្ញុំចុច generate sticker set អញ្ចឹងវាឲ្យខ្ញុំរើសហើយវាឲ្យរើស today vibe ហ្នឹងគឺតាក់ទងជាមួយនឹងឧទាហរណ៍ថា facial expression or gesture from the heart តាក់ទងជាមួយអីតាម style អញ្ចឹងណា slide of life school day នៅធ្វើការទៅរៀនអានេះ office vibe អាហ្នឹងនៅ office អីអញ្ចឹងទៅបាទ special occasion sunshine or shower អញ្ចឹងឧទាហរណ៍ថាមិញយើងចង់បានបែប today vibe ឥឡូវខ្ញុំឧទាហរណ៍ខ្ញុំយក today vibe សម្រាប់បងប្អូនមើលណាអញ្ចឹងខ្ញុំចុចលើហ្នឹងឧទាហរណ៍ថាខ្ញុំចុចលើហ្នឹងមកហើយខ្ញុំចុចយកពាក្យ generate បាទខ្ញុំចុច generate បាទបន្តមកទៀត AI វានឹងដំណើរការអញ្ចឹងបងប្អូនរងចាំមកស្ទុះទៅគឺវានឹងឲ្យ sticker set យើងមក set តែម្ដងហើយយើងអាច add ចូល keyboard របស់យើងបានណាបាទបងប្អូនចាំមើលបន្តិចទៅបាទហើយរងចាំមើលបន្តិចទៅដល់ហើយតិចទៀតបានមក set ហើយយើងបានមកកញ្ចប់ហើយអូខេអញ្ចឹងអ្នក sticker set យើងបានមកកញ្ចប់មាន happy មាន angry មាន sad crying មាន shock មានអីចឹងណាអញ្ចឹងឧទាហរណ៍បើយើងអូខេហើយយើង sell sticker set មកអញ្ចឹង sticker set ហ្នឹងគឺវាទៅក្នុង keyboard របស់យើងហើយឧទាហរណ៍ឥឡូវយើងចង់ដឹងយើងមើលកន្លែង keyboard ទៅបាទអញ្ចឹងយើងចុចកន្លែងនេះមកហើយវាមានកន្លែង sticker set យ៉ាទៅណាបាត់ហើយតោះខ្ញុំទៅ message បាទខ្ញុំទៅ message បាទតែសាកមើលសិននេះបងប្អូនចុចកន្លែង sticker set កន្លែងលើនេះមកបាទនេះឃើញទេនេះគឺយើងបានមកអញ្ចឹងហើយខ្ញុំមាន sticker set ដែលខ្ញុំបង្កើតហើយស្រាប់បាទឃើញទេបងប្អូនហ្នឹងហើយអានេះគឺរបៀបបង្កើត sticker set នៅក្នុងទូរស័ព្ទGalaxy M26 Ultra ហ្នឹងបាទគឺវាមានភាពងាយស្រួលយើង view មើលទៅបាទនេះគឺ sticker set ហ្នឹងហើយបាទអញ្ចឹងបងប្អូនអាចធ្វើបានសាកល្បងទៅបងប្អូនដែលមាន M26 ហើយអាចសាកល្បងធ្វើបានណាវីដេអូថ្ងៃនេះតែប៉ុណ្្នឹងឯងបងប្អូនហើយបើសិនជាគិតថាលយ cool អញ្ចឹងបងប្អូនកុំភ្លេចជួយ share វីដេអូម្នាក់មួយហង like ម្នាក់មួយហងកុំភ្លេច subscribe channel YouTube ម្នាក់មួយផងបាទអរគុណជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ